Bao giờ tặng này chẳng đang ở tháp Ford Territory P1 phải với cái price rút riêng trăng ná hay bật thay update một ngày từ nửa ấy class chấm lái mình là không video này. Ford Territory គឺជា SUV មួយដែលពេញនិយមប្រើប្រាស់នៅប្រទេសកម្ពុជារបស់យើងខ្លាំងមែនទែនដោយសារតែរូបរាងសង្ហា option ទំនើបទាន់សម័យជាពិសេសគឺ brand Ford ដែលជា brand សហរដ្ឋអាមេរិកហើយក៏ជាប្រភេទឡានដែលផលិតនៅប្រទេសកម្ពុជារបស់យើងដោយប្រជាជនកម្ពុជាផងដែរអញ្ចឹងទីផ្សារក៏មានល្អហើយគ្រឿងបន្លាស់ក៏មានគ្រប់គ្រាន់ហើយសម្រាប់ឆ្នាំ2026នេះ Ford ឲ្យបងប្អូនខកបំណងទេដែលមានការ update ផ្លាស់ប្ដូររូបរាងថ្មីក៏ដូចជាការ update ទៅលើបច្ចេកវិទ្យាអញ្ចឹងយើងចាប់ផ្ដើមពីផ្នែកខាងមុខទៅមុនប៉ុន្តែនេះគឺជា mode បែបថ្មីដែលបងប្អូនឃើញជា mode Tre មើលទៅ 3D តែស្អាតខ្លាំងមែនទែននៅផ្នែកខាងក្នុងគឺប្រទាក់កាឡាគ្នាដោយសំណាញ់ honeycomb ឬក៏ជា mode ស្បុកឃ្មុំបងប្អូនសម្រាប់ចង្កៀងនេះក៏ជា mode ថ្មីដែរបងប្អូនទាំងគ្នាហើយជាប្រភេទភ្លើង LED តម្លើងតម្លាក់ pha code auto ជាមួយនឹង DNA daytime running light ថ្មីលើកសម្រស់ឡានបានកាន់តែស្អាតតែម្ដងហើយមួយទៀតគឺជា system ថ្មីបងប្អូនកាលពីជំនាន់ចាស់យើងឃើញមានភ្លើង3គ្រាប់ដែលជាភ្លើងសញ្ញោឬក៏ភ្លើងសុំផ្លូវក៏ប៉ុន្តែជំនាន់ថ្មីនេះ Ford គាត់បាន integrate ឬក៏បញ្ចូលគ្នាជាមួយនឹង daytime running light តែម្ដងហើយក៏មាន mode chrome ជាបន្ទាត់ smooth តែម្ដងបន្តពី DRL ឆ្វេងទៅផ្នែកខាងស្ដាំនៅផ្នែកខាងក្រោមមានបន្លោះខ្យល់សំណាញ់ស្បុកឃ្មុំរំលេចជាមួយនឹង lip ពណ៌ទឹកប្រាក់ឬក៏ chrome ដើម្បីលើកសម្រស់រថយន្តនៅផ្នែកចំហៀងនៅតែរក្សារាងបែបសង្ហាដដែលហើយរំលេចជាមួយនឹង chrome ច្រើនផ្នែកខាងក្រោមឡែកដៃទ្វារក៏ដូចជា chrome ពណ៌ជុំវិញកញ្ចក់ហើយនឹងកាងខាងលើយ៉ាងអាលុយមីញ៉ូមទំហំ19អ៊ីងហើយបើសិនជាយើងមើលការរចនាទៅទម្រង់ដូចជាផ្កាយខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារតែ mode ជំនាន់ថ្មីនេះគឺមើលទៅកាន់តែ sport ឬក៏ sporty ជាងមុននៅផ្នែកខាងក្រោយនេះគឺជា stop LED signature ដដែលស្រស់ស្អាតខ្លាំងមែនទែនបងប្អូនទាំងគ្នាក៏ប៉ុន្តែមានការ update ច្រើនដូចជាផ្នែកខាងលើអង្តែនស្រួចគឺបានផ្លាស់ប្ដូរមកជា shark fin ឬក៏កតុយត្រីឆ្លាមវិញហើយក៏មានការ update ទៅលើផ្នែកកាងខាងក្រោមដែលជំនាន់ចាស់គឺយើងឃើញ chrome អក្សរ U អញ្ចេះក៏ប៉ុន្តែជំនាន់ថ្មីនេះមើលទៅគឺ clean ស្អាតមែនទែនបងប្អូនមួយទៀតគឺតាក់ទងទៅនឹងកាមេរ៉ានៅផ្នែកខាងក្រោយដែលបងប្អូនឃើញរហូតដល់2គ្រាប់ដោយសារតែមានការ update ទៅលើកញ្ចក់មើលក្រោយនៅផ្នែកខាងក្នុង Ford គាត់បានបញ្ចូលជាប្រភេទ digital camera វិញហើយបន្ថែមមកចំណុចទៀតសម្រាប់ផ្នែកខាងក្រោយរបស់ Ford Territory នេះក៏បងប្អូនឃើញដែរថាមានជាមួយនឹង spoiler ដើម្បីទប់លំនឹងនៅពេលដែលយើងរត់ល្បឿនលឿនផងដែរហើយដូចខ្ញុំបញ្ជាក់បងប្អូនទាំងគ្នាអញ្ចឹង option ទំនើបនៅតែរក្សាច្រើនដដែលដូចជាបើកគ្រប់ខាងក្រោយដោយកវាជើងគឺជាប្រព័ន្ធមួយដែលល្អខ្លាំងមែនទែនព្រោះថានៅពេលដែលយើងកាន់អីវ៉ាន់ពេញដៃយើងគ្រាន់តែប្រើជើងអាចបើកគ្រប់ខាងក្រោយបានហើយក៏អាចប្រើប្រាស់ sound នេះដើម្បីបើកឬក៏បិទថែមទៀតផងអញ្ចឹងសម្រាប់ប្រវែងបណ្ដោយរបស់ Territory ចូលខ្ទង់ 4700 មីលីម៉ែត្របងប្អូនអញ្ចឹងគឺវែងខ្លាំងមែនទែនដែលសម្រាប់គ្រប់ខាងក្រោយគឺយើងសល់ច្រើនដាក់អីវ៉ាន់បានច្រើនហើយដាក់វ៉ាលីធំបានមួយអែមទៀតផងហើយក៏មាន sound ដែលយើងអាចបញ្ឆេះម៉ាស៊ីនពីចម្ងាយបានមុននឹងយើងចូលឡានការរចនាផ្នែកខាងក្នុងវិញគឺថ្មីស្លាំងសម្រាប់ 026 តែម្ដងបងប្អូនទាំងគ្នាគ្រាន់តែយើងកលេចផ្នែកមួយឆ្វាច់ទៅគឺយើងដឹងតែម្ដងដោយសារតែមានជាមួយនឹង2ពណ៌ឬក៏ two tone highlight ខ្មៅជាមួយនឹងពណ៌ទឹកក្រូចដែលយើងឃើញនៅកន្លែងដៃទ្វារ center console armrest ក៏ដូចជាកៅអីដែលខ្ញុំកំពុងតែអង្គុយនេះហើយសម្រាប់កៅអីនឹងផ្ទាល់គឺជាការ design ថ្មីដែរបងប្អូនទាំងគ្នាអង្គុយទៅកាន់តែផាសុខភាពជាងមុនជាមួយនឹងខ្នងនេះហើយនឹង headrest នៅផ្នែកខាងលើហើយក៏មានមុខងារខ្យល់ត្រជាក់ផងដែរហើយបន្ថែមទៅលើតាបឡូក៏ដូចជាដៃទ្វារនេះខ្ញុំចាប់អារម្មណ៍ឃើញមានផ្នែកទឹកក្រូចក៏ដូចជា highlight ជាមួយនឹង mode ឈើហើយនឹង chrome នេះមើលទៅរំលេចស្រស់ស្អាតមែនទែនបងប្អូនសូម្បីតែផ្នែកតាបឡូនេះក៏មាន update បន្លោះសម្រាប់ឲ្យយើងដាក់ទូរស័ព្ទថ្មីដែរហើយបច្ចេកវិទ្យាថ្មីដែល Ford ក៏បានបញ្ចូលទៅក្នុងឡាននេះដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងគឺជាកាមេរ៉ាមើលក្រោយបែប digital និយាយទៅសម្រាប់កញ្ចក់មើលក្រោយដែលជាប្រភេទកាមេរ៉ា digital ហ្នឹងគឺមានសារៈប្រយោជន៍ក៏ដូចជាផ្ដល់សុវត្ថិភាពខ្ពស់ដល់យើងខ្លាំងមែនទែនដោយសារតែពេលខ្លះគឺយើងមានភ្ញៀវឬក៏អ្នកអង្គុយនៅផ្នែកខាងក្រោយគាត់រៀងខ្ពស់បាំងកញ្ចក់ខាងក្រោយឬក៏នៅក្នុងលក្ខខណ្ឌមួយទៀតយើងមានវ៉ាលីឬក៏អីវ៉ាន់ច្រើនបាំងកញ្ចក់ខាងក្រោយដូចគ្នាអញ្ចឹងគឺយើងមើលផ្នែកខាងក្រោយអត់ដឹងទេបើមិនជាយើងប្រើប្រាស់ជាមួយនឹង digital camera អញ្ចឹងទោះបីជាមានអីបាំងនៅផ្នែកខាងក្នុងឡានយើងក៏ដោយក៏យើងនៅតែឃើញរូបភាពនៅផ្នែកខាងក្រោយឡានរបស់យើងបានពេញលេញនោះដែរហើយនៅក្នុងនោះបងប្អូនអាចកំណត់ setting បានច្រើនរបៀបមែនតើដូចជា Series Angle ឆ្វេងស្ដាំ Zoom in Zoom out ក៏ដូចជាតម្លើងតម្លាក់ពន្លឺហើយនិងសេរីពណ៌ជាដើមហើយ screen ខាងលើនេះបញ្ជាក់ពីភាពទាន់សម័យនៃរថយន្តរបស់យើងតែម្ដងព្រោះថាបញ្ចូលគ្នារវាង counter digital ជាមួយនឹងអេក្រង់កំសាន្តហើយតើតើទៅនឹងអេក្រង់កំសាន្តហើយនិង counter digital នេះក៏យើងបាន interface ជំនាន់ថ្មីដែរបងប្អូនទាំងគ្នាទំហំ counter digital 12.3 អ៊ីងហើយ software ក៏យើងមើលទៅគឺច្បាស់ជាងមុនជាមួយនឹងមុខងារសុវត្ថិភាពផ្សេងៗគឺវាដំណើរការល្អជាងមុនហើយប្លែកជាងមុនដូចជា adaptive cruise control ហើយនិង lane centering អី animation របស់វាលយខ្លាំងមែនទែនសម្រាប់ការប្រើប្រាស់វិញបើសិនជាបងប្រើ Territory ជំនាន់ចាស់គឺខុសប្លែកគ្នាបន្តិចតួចដែរជាមួយនឹងជំនាន់ថ្មី026នេះដូចជាការផ្លាស់ប្ដូរ theme ដែលយើងបដូរពីសទៅខ្មៅហ្នឹងជំនាន់ចាស់គឺយើងដូរនៅលើចង្កូតកន្លែង counter digital ក៏ប៉ុន្តែជំនាន់ថ្មីនេះគឺយើងអាចប្រើនៅកន្លែងអេក្រង់កំសាន្តបានលើវិញទៅទៀតអេក្រង់កំសាន្តហ្នឹងក៏
ក៏ជាកន្លែងដែលយើងអាចមើលកាមេរ៉ា360ហើយប្រើប្រាស់មុខងារ 3D ដើម្បីពវល់មើលមកជុំឡានបានហើយជាពិសេសនៅពេលដែលយើងសញ្ញោមិនថាឆ្វេងឬស្ដាំទេរូបភាពនឹងបដូរមកធំទៅតាមកន្លែងដែលយើងសញ្ញោនឹងតែម្ដងអញ្ចឹងទៅធ្វើឲ្យយើងងាយស្រួលនៅក្នុងការមើលរូបភាពកាន់តែច្បាស់នៅពេលដែលយើងត្រូវការបត់ផ្លូវកែងអញ្ចឹងសម្រាប់ការប្រើប្រាស់បងប្អូននឹងទទួលបាន Apple CarPlay និង Android Auto ភ្ជាប់ដោយមិនចាំបាច់ប្រើខ្សែឬក៏ wireless ក៏មានជាមួយនឹងភ្លើង dim ឬក៏ ambient light ដែលមានពណ៌ច្រើនជម្រើសមែនទែនសម្រាប់ speaker គឺជាប្រភេទ surround sound 3D មានរហូតដល់8គ្រាប់ប្រើប្រាស់ brand Acamis ដែលជា brand speaker ល្បីរបស់ប្រទេសបារាំងបន្តដល់ផ្នែកខាងក្រោមនេះដូចបងប្អូនឃើញអញ្ចឹងប៊ូតុងប្រើប្រាស់មុខងារគឺមានតិចខ្លាំងមែនទែនដោយសារតែជាជំនាន់ថ្មីនៅខាងក្រោមគឺយើងមាន wireless charge ហើយនៅ center console នេះគឺជាប្រភេទចង្កឹះលេខ e-shifter ឬក៏ power ជំនាន់ថ្មីរបស់ Ford តែម្ដងបន្តមកទៀតគឺយើងមានប្រាំងដែរ electronic auto hold ហើយនិងប៊ូតុងសម្រាប់បិទ auto start stop ហើយក៏យើងអាចភ្លេចដែរនៅផ្នែកខាងលើនេះគឺទទួលបាន panoramic sunroof ឬក៏តបកញ្ចក់បើកបានលាតតែម្ដងហើយ center console នេះគឺជាប្រភេទ floating design អញ្ចឹងគឺមាន space នៅផ្នែកខាងក្រោមដើម្បីបងប្អូនដាក់អីវ៉ាន់ផងដែរតែតទៅនឹងចង្កូតវិញគឺជាប្រភេទភ្លើងហើយជាចង្កូតស្បែកមានមុខងារជាច្រើននៅលើចង្កូតនេះដែលបងប្អូនអាចស្រីបានទាំង volume ក៏ដូចជាមុខងារសុវត្ថិភាពផ្សេងៗនៅផ្នែកខាងក្រោយមានអារម្មណ៍ថាផាសុខភាពដោយសារតែកៅអីស្បែកថ្មីទន់ស្រួលក៏ដូចជា space ទលេមែនតើបងប្អូនយើងសដោកជើងបានមួយអែមហើយឆ្លាស់មុខឆ្លាស់មាត់ដោយសារតែមានតបកញ្ចក់យើងក៏ទទួលបាន armrest មាន cup holder នៅផ្នែកខាងមុខមានម៉ាស៊ីនត្រជាក់និងរុន USB Type C ដែលជាជំនាន់ថ្មីអូខេបងប្អូនទាំងគ្នាចូលមកដល់វគ្គ test drive អញ្ចឹងចំណារអារម្មណ៍របស់ខ្ញុំនៅពេលដែលបានប្រើប្រាស់ជាមួយនឹង Ford Territory 026នេះសម្រាប់ការប្រើប្រាស់ខ្ញុំចាប់អារម្មណ៍ថា performance ស្ទុះ smooth ល្អហើយផាសុខភាពក៏ដូចជាយើងប្រើប្រាស់ទៅកក់ក្ដៅហើយមានអារម្មណ៍ថាសុវត្ថិភាពជាមួយនឹងបច្ចេកវិទ្យាក៏ដូចជាមុខងារទំនើបដែល Ford គាត់បាន update ចូលទៅក្នុងឆ្នាំថ្មីហ្នឹងតែតទៅនឹង spec ម៉ាស៊ីនគឺជាប្រភេទម៉ាស៊ីនសាំង4ស៊ីឡាំងចំណុះ 1.5 លីត្រផ្លូវកម្លាំងបាន163 PS និងកម្លាំងរមុល250 Nm ដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា EcoBoost គឺជា technology មួយដែលធ្វើឲ្យម៉ាស៊ីនរបស់យើងសមចៃហើយនៅពេលដែលយើងត្រូវការលឿនវានឹងស្ទុះ smooth ល្អហើយប្រអប់លេខគឺ7វគ្គអូតូបងប្អូនអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ driving mode ដែលមានរហូតដល់4មាន eco mode សម្រាប់ប្រើប្រាស់នៅក្នុងក្រុង normal នៅពេលដែលយើងបើកល្បឿនធម្មតាឬក៏បើកពេលល្បឿនលឿនក៏បានដែរនិង sport mode ដែលយើងអាចប្រើនៅពេលវ៉ាចេញក៏ដូចជាពេលដែលបងប្អូនត្រូវការល្បឿនលឿនចុងក្រោយគឺ trail mode សម្រាប់យើងប្រើប្រាស់ផ្លូវដីជា mode ពិសេសខ្លាំងមែនតើបងប្អូនទាំងគ្នាព្រោះថានៅពេលដែលយើងបើកផ្លូវជម្រាលដែលមានដីដូចជានៅខាងការីរ៉ូមជាដើមយើងអាចប្រើប្រាស់បានវានឹងធ្វើការវៃឆ្លាតលៃកម្លាំងទៅកង់ឆ្វេងស្ដាំតែម្ដងអញ្ចឹងកង់ឡានរបស់យើងអត់ទួងហើយឡានរបស់យើងជិះឡើងភ្នំឬក៏ជម្រាល smooth ល្អអត់នៅនឹងថ្កល់ឬក៏ជាប់គាំងដោយសារតែកង់ទួងនោះទេតែតទៅនឹង performance ម៉ាស៊ីនវិញគឺស្ទុះហើយ smooth មែនតើបងប្អូនទាំងគ្នាសូម្បីតែប្រអប់លេខក៏ចូលលេខលឿនហើយស្ងាត់ល្អដែរមិនហ្នឹងគ្រាន់តែកងជើងថើភ្លេចខ្លួនឡើងល្បឿនដល់100 km/h ក្នុង1ម៉ោងដោយសារតែឡានរបស់យើង smooth ហើយអត់មានលឺសលេងម៉ាស៊ីនប្រឹងណាបងប្អូនអែមខ្លាំងមែនតើណាមួយទៀតមានអារម្មណ៍ថានៅពេលដែលយើងជាន់ល្បឿនហ្នឹងឡានរបស់យើងមុជខ្យល់ឬក៏ច្រែងខ្យល់បានល្អមែនតើដោយសារតែ aerodynamic នៃតួរថយន្តខាងក្រៅក៏ដូចជាជើងក្រោមរបស់ឡានផ្ទាល់គឺវាហាប់ណែនល្អនៅពេលដែលយើងវ៉ាឆ្វេងស្ដាំយើងអត់ដឹងថាល្បឿនឡានរបស់យើងឡើងលឿនខ្លាំងទេជាពិសេសហ្នឹងគឺអត់រលាក់ឃ្លីងឃ្លោងណាបងប្អូនហើយតកតងទៅនឹងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់វិញបងប្អូននឹងទទួលបានមកកញ្ចប់តែម្ដង sensor មុខក្រោយមាន blind spot នៅកញ្ចក់សងខាងក៏ដូចជាប្រព័ន្ធផ្ដោតដំណឹងនៅពេលដែលមានឧបសគ្គខាងមុខឧបសគ្គពីជំហៀងឧបសគ្គខាងក្រោយផ្ដោតដំណឹងទាំងអស់ហើយមានជាមួយនឹងប្រព័ន្ធផ្ដោតសញ្ញានៅពេលដែលយើង reverse ឬក៏យ៉ាថយក្រោយហើយមានឧបសគ្គពីខាងក្រោយហ្នឹងក៏ដូចជាពេលដែលយើងបើកទ្វារហើយមានឡានឬក៏ម៉ូតូមកពីខាងក្រោយក៏មានប្រព័ន្ធផ្ដោតសញ្ញាដែរជាពិសេសគឺមាន auto emergency brake ឬក៏ប្រាំងអូតូនិងមានប្រព័ន្ធចាប់កន្លងផ្លូវឬក៏កន្លងបើកបរប្រព័ន្ធទប់ដំណឹងឡានរបស់យើងនៅពេលដែលឡើងចំណោតក៏ដូចជាចុះចំណោតហើយនិងពិសេសចុងក្រោយគឺជាប្រព័ន្ធ adaptive cruise control គឺជាប្រព័ន្ធដែលមានរ៉ាដាអាចរក្សាល្បឿនឡានថេរហើយនិងចាប់ល្បឿនឡានខាងមុខរក្សាកម្រិតសុវត្ថិភាពរវាងឡានរបស់យើងហើយនិងឡានខាងមុខទាំងការអាប់ដេតរូបរាងបូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ Ford Territory 2026នេះខ្ញុំបានលម្អិតជូនបងប្អូនហើយនៅក្នុងតម្លៃ 40000 ជាងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់បន្ថែមអាច comment សួរនៅខាងក្រោមឬក៏ឆាតជាមួយខ្ញុំក៏បានដែរក៏ប៉ុន្តែបើសិនជាបងប្អូនចង់ test drive Ford Territory 2026នេះអាចទំនាក់ទំនងទៅ Ford Cambodia បាន